ក្រោយពីភ្លើងឆេះព្រៃនេះរដូវក្តៅមួយកូនអណ្ដើកខិតខំវាទៅមុខទាំងត្រដរដោយស្នូករបស់វាត្រូវភ្លើងឆេះឡើងខ្លោចខ្មៅមើលទៅដូចជាដុំធ្យូងមួយដុំអញ្ចឹងកូនអណ្ដើកត្រូវធ្វើដំណើរយ៉ាងឆ្ងាយដោយគ្មានទឹកទាំងអត់ចំណីអាហារយូរទៅក៏ដល់ព្រៃមួយវាសង្ឃឹមយ៉ាងមុខមាត់ថានៅក្នុងព្រៃនោះវានឹងត្បល់ចូលទៅក្នុងស្មៅដើម្បីរកត្រកួនស៊ីមិនដឹងពីទីតាំងច្បាស់លាស់នៅក្នុងព្រៃនោះស្រាប់តែកូនអណ្ដើកឮសំឡេងស្រែកវើយនរណាយកធ្យូងមកទុកនៅកន្លែងអញដេកនេះជាសម្ដីរបស់តោកញ្ចាស់មួយដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនកូនអណ្ដើកគ្រាន់តែឮសំឡេងនេះភ្លាមនោមច្រូចចាប់ហើយអញបើអញទ្រាំស្លាប់នៅក្នុងភ្លើងប្រហែលល្អជាស្លាប់នៅទីនេះសំឡេងតោស្រែកបានធ្វើឲ្យកូនចៅរបស់វាសម្រុកចូលមកសួរហៅឡោថាលោកម្ចាស់មានរឿងអីហ្នឹងតើកំហុសណាយកដុំខ្ជូមកដាក់នៅដំណាក់អញដេកពួកឯងយកវាទៅបោះចោលហើយចូលមកបែកទៅ